เวลาก็เธอดึกพอสอาก็สตีก็ลอยฮือฮาเป็นลอยเฉินอย่างนั้นนะ lấy cho luôn ấy nè แล้วจูบตัวกินกับจอคนนี้เลยให้กับมองเสียบน้องสปีแกหาวเยอะเลย đi kem này ấy học quá đây แกอัดอ้อให้บ้องไอ้มาฮบแพมผมมวยมกได้บ้อง một hộp chè เชียก็เคยยังใส่ ให้เดี๋ยวมันนะบุ๊ ตรงจัดมาร้อยบ้อง เชียงมาร้อยมาให้ดับไปหกจกใครอย่างชาร์จเลยเงินไปรถไฟได้มา มาร้อยแบบจุ่มบอกตูสับเตีย có tủ sáp tiệt Primus tu nước chân là này bà ôn sấy pi nè bàn mọc thuê cà phượng pi thuê cà sập sai bà tiệm pon chung vinh bạt cả đấy bộ rong nè châu hộp chọc phật si hái bạt tham tiệm mình áo lưới lôi tủ sáp có tiệt lấy các bạn đã piệp bẩn đắng có bông pen này sao bọn mình thuê cà sập sai đầm bè bộ rong nè năng bàn khơi hái dọc lưới mọc song hay do tủ sáp mà song có bình phong và primus chân nè ôn sấy pi nè primus chân nè อายุมาไหน อายุมา20 ปีบ้อง มาอยู่ไงเนินหนาได้ ในโดนกอกบ้อง โดนกกนาไป ในบางทมยังไม่จานจ้าโจเราไปจานเยอะบ้อง ไอ้หมอกทำใครนี่ได้เมียนปัญหากับปูนชาคางโปซาปอมเองใบเธอการสอบสาย ខ្ញុំបាត់ទូរស័ព្ទបងភ្ញៀវក៏បានចូលញ៉ាំម្នាក់ឯងជីបើស្អាប់មកចឹងហ៎បងហ្នឹងហើយខ្ញុំញ៉ាំនៅកញ្ចុះជាប់ហ្នឹងដល់ពេលគាត់ចូលមកកញ្ចុះជាប់ខ្ញុំដែរគាត់តែឯងហើយគាត់ក៏សុំទូរស័ព្ទខ្ញុំហ្នឹងដូរបាត់ចម្រៀងមួយបាត់ចាហើយគាត់ក៏បានឡើងទៅលើទៅខ្ញុំក៏បានចាប់អារម្មណ៍ដែរគាត់ថានោមតែគាត់ខ្ញុំក៏បានចាប់អារម្មណ៍ដែរគាត់ទូរស័ព្ទទៅចឹងហ៎បងដល់ពេលចឹងទៅបាត់ឈឹង bé đi mến ចាបងម្ចាស់ហូបហ្នឹង ខ្ញុំស្រួលទៀត ចាគាត់ថាគាត់បលី គាត់បលីថាបលីទៀត គៀបភ័យបាញ់ទឹកបាញ់អីចឹង លាគីភ័យ เรียกกี่เพย์ចាไอ้ខ្លួនឯងធ្វើเรียกกี่เพย์ទៅបានយកទូរស័ព្ទយកអីគេហ្នឹងទៅចាគាត់នៅខាងវត្តភ្នំគាត់ថាកាន់នៅវត្តភ្នំចូលឆ្នាំហ៎បងចាអូផឹកអស់ប្រហែលដែរអូន ផឹកអស់2កេសបង 2កេសបានទូទៅអាលុយហើយបាត់ទាំងទូរស័ព្ទទៀត ចាបង បានបាត់ដាក់អីដែរ 12 ប្រូមេកបង បានដាក់ពាក្យបណ្ដឹងណាអូន ដាក់ហើយបងដាក់ហើយណាចា អញ្ចឹងអត់អីចង់ឲ្យពួកបងធ្វើការផ្សព្វផ្សាយដើម្បីឲ្យបាទមកជួនបាទជួយមើលបង្គោលម្នាក់នេះបាទឲ្យបានមានការប្រុងប្រយ័ត្នផង ចា ហើយមានពាក្យកាត់ខ្សែកាត់នគរបាលទេបងនេះ តែគាត់ដាក់ចូលក្នុងគាត់ដកចេញក្រៅសោះ យើងមិនទាន់ដឹងថាគាត់ជាកម្លាំងសមត្ថកិច្ចឬក៏យ៉ាងណានោះទេដោយសារគាត់បានទៅប្រាប់ប្អូនស្រីថាគាត់ជាកម្លាំងសមត្ថកិច្ចនគរបាលហើយបើសិនជាយ៉ាងណាបាទបងខាងប៉ូលីសអគ្គិភ័យបានស្គាល់ជួយប្រាប់គាត់ផងបាទ បងសុំឲ្យបងជួយបើឃើញអីជួយប្រាប់តាក់ទងមកខាងខ្ញុំក៏បានដែរបងខ្ញុំហៅលេខទូរស័ព្ទឲ្យក៏បានដែរបង ទីតាំងហាងឈ្មោះអីគេអូន ហាងច័ន្ទរីបង ច័ន្ទរីណោះ ចា ហើយគាត់មកតែបងនេះឯងទេ ម្នាក់ឯងបង ហើយញ៉ាំអស់2កេស ជីប៉ាស្អាប់មក ជីប៉ាស្អាប់មកទៀត ហៅ2កេសតែអត់អស់ហើយបង បាទឥឡូវមកផ្សាយនេះចង់បានអ្វីដែរ តែមកហូបហៅ2កេសមកតែមកហូបច្រើន អូហូបច្រើនចង់ថា ហូប5 6មុខហ្នឹង បាទអូម្នាក់ឯង ចាគាត់ ហៅ2កេសមកហូប5 6មុខ នេះគាត់ធ្វើស៊ី បាទអូមែន លយចាគាត់លយ ស៊ី ហើយគាត់ហៅពួកខ្ញុំញ៉ាំដែរខ្ញុំអត់ញ៉ាំទេតែខ្ញុំញ៉ាំគ្នាខ្ញុំអញ្ចឹងណាបង បាទហើយទៅពេលខ្ចីទូរស័ព្ទទៅចាក់ភ្លេងចាក់ចម្រៀងចាក់អីទៅយកទៅបាត់ហើយ ចាខ្ញុំវាថាដូចកូនផ្សារចាស់កញ្ចុះអញ្ចឹងណាធម្មតាតែគាត់សុំចាក់ទៅយើងចាក់ឲ្យទៅគាត់ភ្ញៀវអញ្ចឹងណាបង បាទ ចាឲ្យឲ្យទៅដល់ពេលមានដឹងថាគាត់ធ្វើស៊ីអញ្ចឹងណា ឥឡូវមុនពេលដែលគាត់ចេញទៅបាត់ចេញទៅនោះយើងមានគិតលុយគិតអីគិតកាយទេ អត់តាន់គាត់គាត់ឡើងទៅនោមហើយនាងចាប់អារម្មណ៍ថាគាត់នោម នោមហើយបានអត់តាន់គិតលុយគិតកាក់ទេគាត់ថាកណោមហ្នឹងណាដល់ហើយប្រូចទៅដោយបាទហើយមិនដឹងជីស្អីទៅទេ គាត់មកជីបស្អាត ជីបស្អាតតែពេលទៅវិញ គាត់ជីទៅវិញអត់ដឹងអីគេហ៎ ទៅវិញជាដុល្លារទៅ ហើយបែគាត់ថាគាត់ជីវស្អាប់មកគាត់និយាយវាគាត់អួតអាងអញ្ចឹងណាគាត់ថាគាត់ចុះជីឡានមកលោកគាត់ស្វឹងទៅបាក់ធ្វើដំណើរតាមផ្លូវគាត់ជីបស្អាប់មកស្រួលប្អូនធัวគាត់មកយកវិញអញ្ចឹងថាប៉ាស្អាប់ហ្នឹងប្អូនធัวគាត់ បាទអញ្ចឹងបងខាងសមាជិកពលរដ្ឋគីភ័យជួយមើលមុខបរិសុទ្ធម្នាក់អីផងមិនដឹងថាជាប៉ូលីសពិតឬមួយក៏ប៉ូលីសជួដូចមួយរយៈនេះបងប្អូនឃើញទេបាទមានសកម្មភាពដូចជាកម្លាំងមរកិច្ចជួអញ្ចឹងឥឡូវក៏ការប្រក្រាបបានឥឡូវចេញមុខមួយទៀតបាទដឹងថាគាត់ជាមន្ត្រីមរកិច្ចពិតឬក៏មិនពិតទេបងប្អូនអញ្ចឹងមានតែបងមរកិច្ចជួយមើលពិនិត្យមើលតិចបាទនេះខ្សែកាត់ខាងនគរបាលបាទអញ្ចឹងវាប៉ះពាល់ខ្លួនមែនទែនដល់ខាងសមាជិកបាទបងប្អូន មុខស្អាតបាទដែរហ្នឹងហើយបើអូនធ្លាប់ទៅជួលនៅក្នុង Facebook មើលតាម Facebook ណាដោយការហូបចុកអីអត់ឲ្យលុយទេជាញឹកញាប់ លើកឃើញតាម Facebook ឥឡូវលើកទីមួយឆាជីវិតបងបង តែឃើញនៅ ហើយញ៉ាំហើយគាត់វេលាគាត់ធ្វើដូចប្រុសស្អាតគាត់ស្ទៀវគាត់លយฮือฮาមានលុយច្រើនអញ្ចឹងណា ឡើយជួលខ្លួនឯងណា ឥឡូវជួបបន្ទាស់គៀនកញ្ចោះគ្នាដែរហើយកំងស្រាប់ដល់12កេសហៅយកដែរ 2កេម្នាក់ឯងហូបអត់ទេ គេអត់អស់ហើយបងតែមកហូប5 6មុខដែរបង 5 6មុខជា ចាជាក៏ឃើញយើងស្រីស្រី ហើយប្រហែលណាបង តុង700បង ជាង100បាទហើយដល់ពេលហូបចុកហើយយ៉ាងឆ្អែតលើងើបទៅរត់ទៅតែម្ដង 100មកជុំបោកទូរស័ព្ទទៀត ទូរស័ព្ទទៀត 700ទៀតបង អូដល់កអញ្ចឹងបង នេះឯងកាត់ហើយថ្ងៃទីប៉ុន្មាន
ថ្ងៃទី18 ថ្ងៃទី18ឆ្នាំសើមិញណា ចា អូយបានដាក់ភាពបដងរួចរាល់ហើយនៅប៉ុងបង ឥឡូ ធំ វ19ហ្នឹងហើយមួយ ណា ថ្ងៃ សម្រាប់សមត្ថកិច្ចនឹងគួយបាទស្វែងរកផងមានអត្តសញ្ញាណហើយនេះមុខចោល ឥឡូវជាចុងស្អែកឥឡូវជាចុងក្រោយបងមានអីសំណូមពរទៅកាន់សមត្ថកិច្ចនិងបរិសុទ្ធដែលបានមិនបងថ្លៃប្រាក់កន្លែងហូបចុកកន្លែងបងហើយយកទូរស័ព្ទទៅមួយទៀត ចាបងខ្ញុំសូមឲ្យគាត់ជួយស្វែងរកជនឈរបោកហ្នឹងបងហើយបើឃើញតាក់តងមកខាងខ្ញុំផងព្រោះអីគាត់បានញ៉ាំកន្លែងហាងខ្ញុំហើយអត់បានឲ្យលុយឲ្យបោកទូរស័ព្ទ បាទ ទៅទៀតបង12ប្រូមេក មានអីផ្ដាំទៅគាត់ទេគីឡូបងគាត់ឃើញក្នុងការផ្សាយនេះ តាមបើគាត់ឃើញសូមឲ្យផ្ដល់ប្រាប់ខ្ញុំតឬក៏ប្រាប់បងប្រាប់ខ្ញុំតបានដែរបងចា បាទចារ៉ាយកលុយមកឲ្យខ្ញុំវិញមកហើយទូរស័ព្ទខ្ញុំវិញផង ចា បាទ ទូរស័ព្ទបងមលួទៅនេះ បងទុំដាច់បានមួយខែ អូបងតំណែងខែទៀតបងដៃមួយខែក៏យកទៅហ្មង ដាច់មួយខែហ្នឹងប ដឹង ង នេះយកទៅ អញ្ចឹងអូនឯងត្រូវបន្តបងមួយគ្រឿងទៀត ហើយគាត់មានគាត់ទេមកគាត់អីគាត់សុំលេខកូដកង់អីធម្មតាគាត់ថាឲ្យគាត់មកបើប្តឹងបលីគាត់ឲ្យទូរស័ព្ទនឹងវិញឯងគាត់និយាយអញ្ចឹងគាត់ណាត់ជួបថ្ងៃហ្នឹងថ្ងៃឡើងតែលើគាត់មកហ្នឹង មកទេ អូយកទៅហើយមានឆ្លៀតទេសុំលេខកូដកុំ ចាគាត់ថា ធម្មតាទៀត គាត់ថាមេគាត់បាញ់លុយចូលកង់ហ្នឹង$50ឥឡូវគាត់ច្រឡំបាញ់ចូលរបៀបដឹងឲ្យគេឈប់អោគាត់ហើយនិយាយអញ្ចឹង គាត់យកសាប់ឲ្យវិញ អូ ហើយដល់ពេលអញ្ចឹងថ្ងៃហ្នឹងអត់យកមកទេ ចាអត់យកមកបងគាត់ថាបើហ៊ានប្តឹងគាត់អត់យកមកទេ អូគម្រាមទៀតណា ចា ទៀត ប្រិមត្តជនជួយ តែគាត់គម្រាមគាត់គម្រាមធម្មតានិយាយធម្មតាអត់មាននិយាយច្រឡោចឲ្យយើងភ័យនិយាយបោកធម្មតាបោក ស្ងួតទេ ហើយ បោក យើងទេទៅលើកធម្មតា បោកភាពត្រជាក់យកហ្មង ចាំបន្តពេលគាត់មកថ្ងៃមិញហ្នឹងហើយគាត់មកឥឡូវទេមានទេលើកទេអត់តាក់ទ លើ ង ក បាន តែ អត់ លេងលើកឲ្យចាប់ពីម៉ោង10ទៅ បាទទេលេងចូលហើយបង ទេចូលធម្មតា ទេចូលនិយាយយើងធម្មតាសួរលេខកង់លេខអីធម្មតាឥឡូវបងសម្រងជ្រុល នេះបងស្អាតទេយកទូរស័ព្ទយកលុយមកឲ្យគ្នាវិញលោកអើយគ្នាបងមលួគ្នាទៅដាច់បានមួយខែទេឥឡូវយកទូរស័ព្ទគ្នាទៅឥឡូវមុខមាត់ស្អាតបាទដែរបាទជួយយកទូរស័ព្ទឲ្យគាត់ផងកុំឲ្យមានការទោសទណ្ឌអីបាទផឹកស៊ីហើយយកអត់ឲ្យលុយគេហើយយកទូរស័ព្ទគេទៅទៀតព្រោះការផ្សព្វផ្សាយនេះគឺគ្រាន់តែជាការផ្សព្វផ្សាយតែប៉ុណ្ណោះទុកឲ្យជំនាញសមត្ថកិច្ចធ្វើការស្រាវជ្រាវប្រិមត្តជនអរគុណណាស់